សួស្តីបងប្អូនទាំងអស់គ្នាបាទវីដេអូនេះគឺខ្ញុំចង់មកប្រាប់ពីរបៀបនៃការប្រើប្រាស់មុខងារ scene ឥឡូវគឺខ្ញុំបានធ្វើការ update មកពី option ហើយវាមាន frame to video ហើយនិង continuous អញ្ចឹងខ្ញុំបញ្យល់ទៅនឹងការប្រើប្រាស់ frame to video ម្ដងមុនសិនអញ្ចឹងនៅក្នុងករណីនេះគឺខ្ញុំបានធ្វើការ generate scene គឺចំនួន4 scene ហើយខ្ញុំលើកឧទាហរណ៍បាទនៅក្នុង file របស់យើងគឺមាន4 scene បាទនេះសម្រាប់ BP ទី1អញ្ចឹងនៅពេលដែលវាចប់ generate 4 scene ចប់គឺវាចាប់ផ្ដើមselect save រូបភាពចុងក្រោយនៅពេលហ្នឹងគឺវានឹង select កន្លែងហ្នឹង auto នៅពេលដែលវា select auto ហើយគឺវាចាប់ផ្ដើមធ្វើការ save frame ចុងក្រោយបាទបន្ទាប់ពីវាធ្វើការ save បែបហ្នឹងគឺវានឹងទៅបង្កើត project ថ្មីបាទវានឹងចុចកន្លែងហ្នឹងពួកអីកន្លែងមុខងារហ្នឹងគឺនៅពេលដែលយើង save frame ចុងក្រោយនៃរូបភាព scene ចុងក្រោយហ្នឹងគឺដើម្បីឲ្យវា smooth មើលទៅគឺវាដូចយើងវាមិនមែនជារឿងមានជាការកាត់តដែលបដូរ scene ភ្លាមៗខុសតួអង្គឬក៏ខុសអីចឹងណាគឺនៅពេលដែលវាធ្វើបែបហ្នឹងគឺវាចាប់ដើម save រូបភាពមកហើយវានឹង select យក frame ហើយវានឹងចុចយករូបភាពនេះដែលយើងបាន save មិញបាទបន្ទាប់ពីវាចុចហើយគឺវានឹងផាស prompt EP ទី2បាទវានឹងផាស prompt scene ទី1ដែលជា EP ទី2ហ្នឹងតទៀតបាទនៅពេលផាសតទៀតហើយគឺវាចាប់ដើម add to scene ដូចបាញ់មានខ្ញុំបានបង្ហាញបាញ់មិញគឺវាធ្វើការដដែលបែបហ្នឹងរហូតហើយយក scene យករូបភាពចុងក្រោយនៃ scene ទី4ហ្នឹងយកមកធ្វើម្ដងទៀតដើម្បីឲ្យវា smooth ទៅរហូតក្នុងករណីនេះគឺខ្ញុំលើកឧទាហរណ៍ថា EP ទេដោយសារកុំឲ្យយូរបាទនៅត្រង់កន្លែងហ្នឹងគឺប្រើប្រាស់បែបហ្នឹងហើយសម្រាប់មុខងារមួយទៀតគឺ continue បាទ continue ខ្ញុំត្រឡប់ទៅវិញខ្ញុំចូល project ដដែលដើម្បីលើកឧទាហរណ៍ដោយសារវាធ្វើការយូរពេកអញ្ចឹងខ្ញុំចិនទៅហើយខ្ញុំបញ្យល់អ្នកនរគ្នាវិញបាទរងចាំតិចបាទសម្រាប់មុខងារ continuous EP ហ្នឹងគឺនៅពេលដែលយើងជ្រើសរើសយកមុខងារហ្នឹងមានន័យថានៅពេលដែលវាចប់4 EP ហ្នឹងបាទនេះ file ដដែលហ្នឹងគឺមានន័យថា scene 4 scene ខ្ញុំ sorry មាន4 scene អញ្ចឹងនៅពេលដែលវាធ្វើការ generate គ្រប់4 scene វានឹងចាប់ផ្ដើម loop ឲ្យ3 scene នេះចុងក្រោយដាក់ auto តែម្ដងមានន័យថា loop 1 2ហើយ3ហើយចុច done ហើយវានឹងຕົក scene ចុងក្រោយដើម្បី generate តនៅ EP ទី2ទៀតហើយបោះ prompt សម្រាប់ scene ទី1នឹងចូលបាទគឺកន្លែងហ្នឹងគឺវាធ្វើការបែបហ្នឹងហើយខ្ញុំមិញផ្លេចបញ្ជាក់ប្រាប់ទៅនឹងការ download មានន័យថាមុននឹងធ្វើការ loop ហ្នឹងគឺវា download ហើយបាញ់មិញណា4 scene សម្រាប់ EP ទី1ហ្នឹងមុននឹងវា loop គឺវា download សិនវា download ហើយវាចាប់ផ្ដើម loop ហើយវាយក pass prompt សម្រាប់ EP ទី2ហ្នឹងទៀតហើយតទៀតហើយ generate រហូតវា loop ហើយ generate រហូតគឺវាធ្វើការបែបហ្នឹងអានេះគឺខ្ញុំដាក់មកពីដើម្បីជៀសវាងនៅពេលដែលគាត់ប្រើប្រាស់នៅកន្លែងហ្នឹង scene ច្រើនឧទាហរណ៍10 20 scene 30 scene អញ្ចឹងបើសិនជាវាមានបញ្ហាអាហ្នឹងគឺវាមិនអាចត scene បានទេដោយសារវាមានបញ្ហាប៉ុន្តែជាទូទៅខ្ញុំបានតេស្តហើយមិញគឺ30 scene គឺដូចជាអត់អីទេគឺអាចបានមានន័យថាយើងលុបដាក់ម្ដង10ទៅគឺបានហើយគឺបានធម្មតាហ្នឹងណាគឺមុខងារហ្នឹងហើយមុខងារនេះគឺដូចខ្ញុំបាននិយាយមិញគឺនៅពេលដែលយើងចង់ដាក់10ក៏បានដូចគ្នាមានន័យថា10គឺនៅពេលដែលយើងបង្កើតបាន10ហើយគឺវាចាប់ផ្ដើមបង្កើត project ថ្មីហើយយក frame រូបភាពចុងក្រោយដើម្បីទៅបង្កើត project ថ្មីហើយឲ្យវា smooth អញ្ចឹងអាហ្នឹងគឺវាធ្វើការបែបហ្នឹងបាទមានតែប៉ុណ្្នឹងបាទអរគុណ